ថ្ងៃនេះថ្ងៃអាទិត្យនាំកូនឲ្យនាំម្ដាយមកញ៉ាំកាទៀងនៅផ្សារដង្កល់ទៀតម្ដងតបងប្អូនរងចាំទស្សនាវីដេអូនឹងខ្ញុំផងណាកូនបើរៀបចំពាក់កៅអៅឈុតថ្មីគេរួចរាល់ហើយរោគតុក្កតា Pikachu មកតំតែងឲ្យថ្មីអូនសប្បាយចិត្តណាស់ឃើញតុក្កតានឹងអូនស្រឡាញ់មែនតើហើយសួរកូនថាកូនបើទៅណានឹងទៅញ៉ាំកាទៀវអីថាទៅញ៉ាំកាទៀវទៅរួចរាល់ហើយយើងហើយឲ្យអូនជីកង់លេងបន្តិចសិនកូនខ្ញុំក៏ចិត្តជីកង់លេងប៉ាគេតែងឲ្យហើយយើងក៏រៀបចំទៅទាំងអស់គ្នាឥឡូវនេះមកដល់កន្លែងកាទៀវរបស់យាយហើយគាត់មានកូនស្រី3នាក់សុទ្ធតែធ្វើគ្រូទាំងអស់ដោយតែគ្រូសាខ្ញុំដែរអញ្ចឹងដូចគ្នាហើយកូនគាត់រៀងទៀបដូចខ្ញុំចឹងដែរនឹងព្រោះគាត់ទៀបដែរហើយគាត់មានចៅប៉ិនអូនធីតាដែរអូនធីតាបានយាយបញ្ចុកកាទៀវហើយតែអត់សូវញ៉ាំច្រើនទេញ៉ាំពីម៉ាត់ទេកូននឹងអត់សូវញ៉ាំអីសោះញ៉ាំពិបាកចិត្តមែនហ្នឹងឯងហើយនៅបើកដោះទៀតដល់វគ្គម៉ាក់ញ៉ាំម្ដងហើយខ្ញុំដាក់គ្រឿងទៅដាក់ម្ទេសជ្រក់អីទៅឆ្ងាញ់ណាដាក់ទឹកម្ទេសទឹកស៊ីអ៊ីវក្រូចឆ្មាសៀងកិនតិចទៅទឹកសៀងកិនតិចទៅឆ្ងាញ់មែនតែនរសជាតិថ្ងៃហ្នឹងអេមែនតែនហើយតម្លៃមួយចានតែ 3000 រៀលទេធូរថ្លៃជាងនៅកន្លែងណាទាំងអស់បងប្អូនអើយហើយកូនបើនេះយាយពេជ្រលួងបញ្ចុកខាងញ៉ាំទៅកូនបើអត់ញ៉ាំទេឲ្យនៅលាងចាននឹងហើយអីអូនគេបានម៉ាត់ពីម៉ាត់តែគេទាផឹកទឹកខ្ញុំក៏យកទឹកមកឲ្យអូនក៏យកទឹកលឿនគេឃ្លានទឹកហើយខ្ញុំបញ្ចុកអូនម្ដងមើលបញ្ចុកមួយម៉ាត់ពីរម៉ាត់ញ៉ាំបានមួយម៉ាត់ពីរម៉ាត់អីអត់សូវញ៉ាំច្រើនទេអូនញ៉ាំហើយក៏មកផ្សារតលមុខផ្ទះគាត់ហ្នឹងគេផ្សារតកោទៀបមានផ្សារមិនធំបានទេផ្សារតូចដែរហើយក៏មកមើលចានឆ្នាំងរបស់អ៊ីចាមគាត់លក់នៅហ្នឹងណាអូនធីតាគេខ្នាញ់គ្រប់គ្នាអ៊ីអ្នកលក់ហ្នឹងក៏ថាកូនអូនចង់ទិញអីហ្នឹងអីចឹងទៅហើយអូនទិញអានេះទៅគេសើចហើយយាយនឹងរំមើលមិនដឹងទិញអីទេព្រោះនៅផ្ទះមានច្រើនដែរវាសិតតែរបស់យើងមានដែរចឹងទៅយើងអត់សូវដឹងទិញអីទេចង់ទិញអ្វីដែលចាំបាច់ចឹងណាតែមើលទៅមានកញ្ច្រែងចណ្ដែកកបិតអីដូចតែគ្នានឹងឯងដូចនៅផ្ទះមានដែរហើយនេះអូនធីតាគេមើលថាឆ្នាំងឥឡូវខ្ញុំបង្ហាញប្រាប់ដាក់ចាស់ដល់ថ្មិញថាមកថ្មិញអីនឹងរូបតុក្កតារូបសត្វPenguin ណាតែអត់បានទិញទេចង់ទិញដែរតែយាយថាមិនទិញទេអរគុណច្រើនបងប្អូនជម្រាបលា